ប្រសិនបើចង់បានផលពីមាន់ចាំបាច់អ្នកចិញ្ចឹមត្រូវមើលមាន់ស្គាល់មាន់និងកាន់ការងារចិញ្ចឹមមាន់ឲ្យបានជាប់សូមស្វាគមន៍មកកាន់នេតិកសិកម្មចិញ្ចឹមពស់របស់យើងខ្ញុំនៅរសៀលល្ងាចនេះបាទនៅរសៀលល្ងាចនេះអាកាសធាតុពិតជាល្អខ្យល់រំភើយបាក់មកយ៉ាងស្រទន់តែម្ដងបងប្អូនទាំងគ្នាបាទហើយនៅថ្ងៃនេះដែរខ្ញុំក៏បាននាំយកនៅប្រធានបទមួយយកមកពិភាក្សាជាមួយបងប្អូនទាំងអស់គ្នាជាបន្តទៅទៀតគឺជាបទពិសោធន៍នៃការចិញ្ចឹមមាន់របស់កសិករប៉ុញកាងបាទថាតើបទពិសោធន៍របស់គាត់យើងគួរសាកល្បងតាមឬក៏មិនសាកល្បងតាមបងប្អូនទាំងគ្នាអាចគិតពិចារណាបាទពិសេសគឺបងប្អូនដែលចាប់អារម្មណ៍ទៅលើការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិយ៉ាងណាក៏ដោយបងប្អូនអាចគិតបន្ថែមទៀតពីក្រោយពីទទួលបាននៅគំនិតថ្មីបទពិសោធន៍ល្អៗរបស់កសិករប៉ុញកាងយើងបាទលោកពូប៉ុញកាងជាកសិកររស់នៅភូមិព្រីងឃុំសេនារាជឧត្តមស្រុកព្រះស្ដេចខេត្តព្រៃវែងសប្តាហ៍នេះលោកពូមានការទទួលបានជោគជ័យខ្ពស់ក្នុងបទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិអ្វីដែលពិសេសនោះគឺគាត់មានការច្នៃប្រឌិតបន្ថែមពីលើបច្ចេកទេសដែលគាត់បានរៀនកន្លងមកដោយឡែកចំនួនមាន់ដែលលោកពូមានសប្តាហ៍ថ្ងៃកំពុងតែចិញ្ចឹមមេមាន់ចំនួន30ក្បាលបា3ក្បាលនិងកូនទាំងតូចទាំងធំប្រមាណជា100ក្បាលហើយខាងក្រោមនេះគឺជាបច្ចេកទេសសំខាន់ដែលលោកពូបានអនុវត្តដំបូងគឺតាក់ទងទៅនឹងការជ្រើសរើសពូជចំពោះមេមើលសម្បុកពោះធំធ្លាក់មៀតធំជើងពណ៌ល្មៀតចេះថែទាំកូនហើយជាពិសេសតតែមេនោះពងបាន2សាទើបដឹងថាល្អឬក៏មិនល្អចំពោះបាជ្រើសរើសបាដែលមានមៀតមាំពោះស្រឡះឆ្អឹងធំបាទបន្តមកទៀតគឺការរៀបចំទ្រុងនិងសម្ភារៈព័ទ្ធទីធ្លាកន្លែងចិញ្ចឹមមាន់មានបណ្ដោយ10ម៉ែត្រទៅតឹង7ម៉ែត្រនៅកន្លែងដីខ្ពស់មិនលិចទឹកស្រឡះល្អដែលមានម្លប់ខ្លះជាពិសេសមានដាំដើមឈើមានឲ្យរៀបចំទ្រុងដេកនិងទ្រុងពងផ្សេងពីគ្នារៀបចំទ្រុងដេកដែលស្រឡះក្រោមនិងមានរៀបចំបង្កងសម្រាប់មាន់ដេកឧបករណ៍ក្រុងកូនមាន់ធ្វើពីឫស្សីមានប្រឡោះរង្វើលដើម្បីអាចឲ្យកូនមាន់រត់ចេញចូលបានស្រួលហើយរៀបចំឲ្យគ្រប់ចំនួនមេដែលមានកូនញាស់សុំមួយមេមួយបាទបន្តមកទៀតគឺបច្ចេកទេសក្នុងការចិញ្ចឹមនិងថែទាំការថែទាំមេក្នុងដំណាក់កាលមេចាប់ផ្ដើមពងគាត់ផ្ដល់ចំណីដែលសម្បូរជាតិកាល់ស្យូមជាពិសេសពពួកខ្យងខ្ចៅក្តាមតាមបទពិសោធន៍របស់លោកពូជាមធ្យមមេមាន់មួយស៊ីក្តាមអស់មួយក្នុងមួយថ្ងៃការផ្ដល់នេះប្រយោជន៍ដើម្បីការពារកុំឲ្យមាន់មានជំងឺរាកពងរាកពងគឺពងទុនបាទដែលចេញមកខាងក្រៅហ្នឹងវាអត់រឹងទេអាក់ឡាក់ហ្នឹងអញ្ចឹងវាមិនអាចញាស់កើតទេពងពីនេះណាបាទក្រៅពីនោះចំណីដែលផ្ដល់ជាប្រចាំមានស្រូវដែលត្រាំទឹកលាយជាមួយកន្ទក់និងបន្លែសម្បុកដែលប្រើមួយសាគឺគាត់ដុតចោលហើយរៀបចំសាថ្មីដោយក្រាលវល្លិបណ្ដូលពេជ្រវល្លិសាម៉ៅព្រៃស្លឹកគ្រៃពីខាងក្រោម
ទើបដាក់ចម្បាំងពីលើដើម្បីការពារស្រមើលខការថែទាំពងមួយថ្ងៃគោឬជ្រោយពងម្ដងការពារកុំឲ្យពងមាន់ខាស់ក្នុងរយៈពេល1អាទិត្យបន្ទាប់ពីចាប់ផ្ដើមក្រាបគាត់ឆ្លុះមើលពងដើម្បីសម្រាំងទុកតែពងល្អកការថែទាំកូនមាន់ញាស់បានមួយថ្ងៃផ្ដល់ទឹកស្ករឲ្យផឹករយៈពេល1 ទៅ 2 ថ្ងៃអាយុបាន2ថ្ងៃត្រាំចុងអង្ករលាយស្លឹកគ្រៃនិងខ្ទឹមសបុកលាយគ្នាបង្រៀនឲ្យស៊ីក្នុងបរិមាណតិចកូន10ក្បាលប្រើចុងអង្ករ1ស្លាបព្រាបាយរយៈពេល2 ទៅ 3 ថ្ងៃហើយបង្កើនបរិមាណចុងអង្ករ2ស្លាបព្រាបាយ2 ទៅ 3 ថ្ងៃថែមទៀតបន្ទាប់មកលោកពូក៏បានផ្ដល់នៅចំណីផ្សំសម្រាប់កូនមាន់រួមមានល្ងនិងចុងអង្ករប្រយោជន៍ដើម្បីបំពន់វាឲ្យបានឆាប់ធំធាត់ប្រសិនបើកូនមាន់ញាស់នៅរដូវវស្សាចាំបាច់ត្រូវយកកូនមាន់មកហាលថ្ងៃឲ្យបានជាប្រចាំដើម្បីឲ្យកូនមាន់មានសុខភាពល្អម្យ៉ាងវិញទៀតនៅពេលយប់ត្រូវដាក់ស៊ុំក្រុងកូនមាន់ឲ្យជុំគ្នារួចដុតបំពក់ភ្លើងការពារមូសនិងធាតុត្រជាក់បោះកន្លែងក្រុងកូនមាន់ជារៀងរាល់ថ្ងៃធ្វើឲ្យស្អាតជានិច្ចខការថែទាំមាន់ជំទង់ចំណីដែលផ្ដល់រួមមានអង្ករស្រូវត្រាំតាមបទពិសោធន៍របស់លោកពូនៅដំណាក់កាលមាន់ជំទង់ដែលអាចចាប់លក់បានត្រូវផ្ដល់ចំណីប្រភេទអង្ករច្រើនជាងបន្លែឲ្យបានរាល់ថ្ងៃដើម្បីបានទម្ងន់ធ្ងន់ដើម្បីដឹងពីកំណើនទម្ងន់របស់មាន់លោកពូធ្វើការថ្លឹងរៀងរាល់1សប្តាហ៍ម្ដងជាទូទៅរយៈពេល2 អាទិត្យដំបូងអត្រាកំណើនកើនខ្លាំងប៉ុន្តែចាប់ពីអាទិត្យទី3ទៅអត្រាកំណើនកើនតិចឬថេរនៅពេលនេះជាដំណាក់កាលត្រូវចាប់មាន់លក់ការផ្ដល់ចំណីបន្ថែមផ្សេងចំណីបំពន់ស្ករលាយជាមួយត្រីស្ករ1 គីឡូក្រាមលាយត្រី1 គីឡូក្រាមដាក់ផ្អាប់ទុករយៈពេល15ថ្ងៃអាចយកមកប្រើបានការផ្ដល់ជាទូទៅយើងលាយជាមួយចំណីធម្មតាដោយផ្ដល់ឲ្យស៊ីក្នុងរយៈពេល3 ទៅ 5 ថ្ងៃម្ដងចំពោះរដូវវស្សារកកំពឹសត្រីចង្វាផ្ដល់ឲ្យមាន់ស៊ីផងដែរការផ្ដល់ទឹកដែលផ្ដល់ជាទឹកស្អាតដោយដាក់ត្រាំថ្នាំរុក្ខជាតិឲ្យមាន់ផឹកយកល្អស្ងោរថ្នាំប៉ុន្តែការផ្ដល់ទឹកថ្នាំស្ងោរនេះមិនឲ្យទុកលើសពី3ថ្ងៃទេវិធានការការពារជំងឺចំពោះការការពារសុខភាពមាន់លោកពូបែងចែកតាមរដូវកាលដូចខាងក្រោមខែក្តៅប្រើប្រាស់ថ្នាំត្រាំឲ្យមាន់ផឹករួមមានស្លឹកឬក៏គល់ស្លឹកគ្រៃរំងាស់ឲ្យផឹកដោយឡែកទឹកនេះអាចលាយជាមួយស្រូវដោយត្រាំទុកមួយយប់សឹមផ្ដល់ឲ្យមាន់ស៊ីក៏បានស្រោចទឹក1 អាទិត្យ1 ទៅ 2 ដងក្នុងបរិវេណទីធ្លាទ្រុងមាន់នៅរដូវក្តៅចាំបាច់ត្រូវបញ្ចូលមាន់ទៅក្នុងរបងការពារកុំឲ្យវាចេញទៅក្រៅឆ្លងជំងឺពីមាន់ដទៃឧស្សាហ៍មើលកន្លែងរណ្ដៅកំប៉ុស្តមាន់ព្រមទាំងស្រោចទឹកឲ្យបានជាប្រចាំ
ខខែភ្លៀងប្រើប្រាស់ថ្នាំត្រាំដូចជារំដេងលាយស្លឹកគ្រៃព្រោះថ្នាំប្រភេទនេះផ្ដល់កម្ដៅនិងដើរខ្យល់បានល្អឧស្សាហ៍ដុតបំពួកភ្លើងនៅពេលយប់ដើម្បីផ្ដល់កម្ដៅនិងដេញមូសដោយឡែកនៅរដូវខែស្ទើរក្តៅស្ទើរត្រជាក់លោកពូបង្កើនការប្រុងប្រយ័ត្នលើការការពារស្រមើលការអនាម័យឲ្យបានជាប្រចាំពិសេសលាមកត្រូវបោសប្រមូលកុំឲ្យសល់ដោយឡែកថ្នាំត្រាំត្រូវលាយបញ្ចូលទាំងប្រភេទថ្នាំរដូវវស្សានិងរដូវប្រាំងការទម្លាក់ព្រូនការទម្លាក់ព្រូនចាប់ផ្ដើមពីមាន់មានទម្ងន់3ខាំឡើងដោយប្រើប្រាស់ស្លាខ្ចីសាច់ស្លាកាត់ជា4ជ្រុងដោយមាន់មួយប្រើ1ចំណិតនៅពេលប្រណិមឡើងត្រូវក្រោកបោសសម្អាតឲ្យបានមុនមាន់ភ្ញាក់ដើម្បីការពារកុំឲ្យវាស៊ីលាមកដែលមានព្រូនធ្លាក់ការតាមដាននិងត្រួតពិនិត្យការពិនិត្យស្ថានភាពផ្ទះចិញ្ចឹមមាន់របស់អ្នកភូមិដែលនៅក្បែរផ្ទះគាត់ប្រយោជន៍ដើម្បីងាយដឹងថាតើមានការផ្ទុះជំងឺឬអត់ការពិនិត្យលាមកមាន់ពេលព្រឹកព្រលឹមតាមបទពិសោធន៍របស់គាត់មាន់សុខភាពល្អលាមករបស់វាមានលក្ខណៈដូចអាចលលកប៉ុន្តែបើសុខភាពមិនល្អលាមកពណ៌រាងស្ករមិនខ្វៀនប្រសិនបើឃើញដូច្នេះត្រូវផ្ដល់ថ្នាំធម្មជាតិលាយជាមួយស្រូវឲ្យស៊ីនិងផឹកជាប់គ្នារយៈពេល2ថ្ងៃនោះលាមកមាន់ត្រឡប់មករកសភាពធម្មតាវិញមានន័យថាមាន់មានសុខភាពប្រសើរឡើងវិញការមើលមូសនៅរដូវវស្សាជាពេលសម្បូរមូសច្រើនដែលធ្វើឲ្យរំខានដល់មាន់ដូចនេះចាំបាច់ត្រូវដុតបំពួកភ្លើងរៀងរាល់យប់យកល្អរៀងរាល់ពេលល្ងាចចាំបាច់ប្រឡែងមាន់ឲ្យមានសេរីភាពពីទ្រុងរយៈពេល1ម៉ោងដើម្បីឲ្យវាសប្បាយចិត្តតែចំពោះចំណាប់អារម្មណ៍របស់លោកពូប៉ុញកាងវិញតាមរយៈការទទួលបាននូវភាពជោគជ័យនេះគាត់មានការសប្បាយចិត្តនិងមានភាពជឿជាក់លើខ្លួនឯងម្យ៉ាងវិញទៀតមាន់បានចូលរួមចំណែកដោះស្រាយជីវភាពខ្វះខាតរបស់គ្រួសារបានមួយចំនួនធំហើយបើប្រៀបធៀបដំណាក់កាលកាលពីមុនគឺមានភាពខុសគ្នាខ្លាំងលោកពូចាប់អារម្មណ៍ថាប្រសិនបើចង់បានផលពីមាន់ចាំបាច់អ្នកចិញ្ចឹមត្រូវមើលមាន់ស្គាល់មាន់និងកាន់ការងារចិញ្ចឹមមាន់ឲ្យបានជាប់បើបរាជ័យក៏ខ្លួនឯងបើជោគជ័យក៏ខ្លួនឯងដែរបាទនេះគឺជាបណ្ដាំរបស់លោកពូប៉ុញកាងដែលគាត់ច្បាស់លាស់នឹងការចិញ្ចឹមមាន់របស់គាត់មែនតើហើយផែនការទៅថ្ងៃខាងមុខលោកពូនឹងធ្វើការពង្រីកទ្រុងឲ្យបានទំហំទទឹង7ម៉ែត្រនិងបណ្ដោយ30ម៉ែត្រពង្រីកមេឲ្យបានចំនួន50ក្បាលពង្រឹងការចិញ្ចឹមមាន់យកកូនឲ្យបានខ្លាំងដោយមានរៀបចំជាក្រុមផលិតកូនមាន់នៅក្នុងភូមិបាទនេះគឺជាគំនិតដ៏ល្អក្នុងការចិញ្ចឹមមាន់ក៏ដូចជាទស្សនវិស័យរបស់គាត់បានថាការមើលឃើញទៅថ្ងៃអនាគតរបស់គាត់គឺមានភាពច្បាស់លាស់ហើយនឹងរឹងមាំដោយគាត់ជឿជាក់លើខ្លួនឯងបាទសម្រាប់បទពិសោធន៍របស់លោកពូប៉ុញកាងនៅពេលនេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយសង្ឃឹមថាបទពិសោធន៍នេះនឹងជួយជាប្រយោជន៍ក៏ដូចជាគំនិតថ្មីសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចំពោះការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិផងដែរអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះជូនពរបងប្អូនទាំងគ្នាមានសុខភាពល្អហើយសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន Subscribe Channel របស់ខ្ញុំបាទសូមជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅអត្ថបទថ្មីល្អបន្ថែមទៀតអរគុណច្រើន